នាងខ្ញុំសូមជម្រាបសួរអស់លោកលោកស្រីមេដាបេដាអ្នកអាណាព្យាបាលសិស្សសាលាកុមារប៉ាស៊ីហ្វិកជាទីគោរពនាងខ្ញុំឈ្មោះសួនសេរីលក្ខណ៍មានតួនាទីជាអ្នកគ្រប់គ្រងប្រតិបត្តិការសាលាកុមារប៉ាស៊ីហ្វិកហើយថ្ងៃនេះនាងខ្ញុំមានកិត្តិយសនិងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចែករំលែកនូវវឌ្ឍនភាពនិងភាពជោគជ័យរបស់សាលាកុមារប៉ាស៊ីហ្វិកនៅក្នុងឆ្នាំសិក្សា2023-2024ចាឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមជម្រាបលោកលោកស្រីអ្នកអាណាព្យាបាលផងដែរថាសាលាកុមារប៉ាស៊ីហ្វិកត្រូវបានបង្កើតឡើងនៅឆ្នាំ2022ហើយសាលាកុមារប៉ាស៊ីហ្វិកគឺជាបុត្រសម្ព័ន្ធមួយរបស់ស្ថាប័នអប់រំ MTC Group ដែលជាស្ថាប័នអប់រំដ៏ធំមួយក្នុងប្រទេសកម្ពុជាចាឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមជម្រាបអស់លោកស្រីផងដែរថាសាលាកុមារប៉ាស៊ីហ្វិកមានចក្ខុវិស័យក្នុងការក្លាយជាសាលាមត្តេយ្យសិក្សាឈានមុខមួយនៅក្នុងប្រទេសកម្ពុជាក្នុងការផ្ដល់សេវាកម្មអប់រំនិងថែទាំកុមារតូចដែលរួមមានបញ្ចូលនៅការយកចិត្តទុកដាក់ខ្ពស់ភាពច្នៃប្រឌិតនិងកិច្ចសហប្រតិបត្តិការដើម្បីឲ្យកុមារទាំងអស់ក្លាយជាពលរដ្ឋសកលដ៏មានសក្តានុពលដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យនេះដែរសាលាកុមារប៉ាស៊ីហ្វិកមានបេសកកម្មផ្ដល់នូវសេវាកម្មអប់រំនិងថែទាំកុមារតូចប្រកបដោយគុណភាពខ្ពស់ក្នុងបរិយាកាសដែលមានសុវត្ថិភាពការគោរពនិងបទដ្ឋានកុមារមេត្រីដើម្បីធានាថាកុមារទាំងអស់ទទួលបានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយសមិទ្ធផលដែលសាលាកុមារប៉ាស៊ីហ្វិកមានមោទនភាពបន្ទាប់គឺជាសមិទ្ធផលដែលផ្ដោតទៅលើការសិក្សារបស់សិស្សនៅក្នុងឆ្នាំសិក្សា2023-2024សិស្សមត្តេយ្យសិក្សារបស់សាលាកុមារប៉ាស៊ីហ្វិកបានបញ្ចប់ការសិក្សាដោយជោគជ័យមិនត្រឹមតែប៉ុណ្ណោះពួកគាត់ទទួលបានលទ្ធផលលើសពី 80% នៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់ពួកគាត់នេះសបញ្ជាក់ឲ្យឃើញថាសាលាកុមារប៉ាស៊ីហ្វិកពិតជាបានត្រៀមខ្លួនសិស្សានុសិស្សឲ្យមានសមត្ថភាពខ្ពស់ក្នុងការបន្តការសិក្សាទៅថ្នាក់បឋមសិក្សាដោយស្របទៅតាមការសិក្សាថ្នាក់ជាតិនិងអន្តរជាតិសាលាកុមារប៉ាស៊ីហ្វិកបានផ្ដោតសំខាន់ទៅលើសុវត្ថិភាពរបស់សិស្សហេតុនេះហើយនៅក្នុងឆ្នាំ2024យើងបានចាប់ដៃគូសហការយ៉ាងជោគជ័យជាមួយក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយដែលនៅក្នុងនោះយើងចង់ឲ្យអ្នកអាណាព្យាបាលក៏ដូចជាមេដាបេដាសិស្សមានទំនុកចិត្តនិងមានភាពជឿជាក់មកលើសាលាកុមារប៉ាស៊ីហ្វិកនៅក្នុងការថែទាំក៏ដូចជាថែរក្សាសុវត្ថិភាពរបស់សិស្សលើសពីនេះទៅទៀតសាលាកុមារប៉ាស៊ីហ្វិកក៏បានចាប់ដៃគូសហការជាមួយនឹងដៃគូផ្សេងៗដែលមានដូចជាមជ្ឈមណ្ឌលកំសាន្ត Dozy ទីប៉ាជប៉ុន Sunrise White Plate Catering សមិទ្ធផលដែលសាលាកុមារប៉ាស៊ីហ្វិកមានមោទនភាពចុងក្រោយគឺផ្ដោតទៅលើការពង្រីកទីតាំងប្រតិបត្តិការរបស់សាលានៅក្នុងឆ្នាំ2025ខាងមុខនេះសាលាកុមារប៉ាស៊ីហ្វិកមានកិត្តិយសយ៉ាងខ្លាំងដោយសារយើងត្រៀមបើកដំណើរការ3ទីតាំងបន្ថែមទៀតរួមមានទីតាំងចំការដូងទីតាំងឆ្មាំអំពៅនិងទីតាំងផ្សារដីហុយភាពរីកចម្រើនលូតលាស់ឥតឈប់ឈររបស់សាលាកុមារប៉ាស៊ីហ្វិកសបញ្ជាក់ឲ្យឃើញថាសាលាកុមារប៉ាស៊ីហ្វិកជាគ្រឹះស្ថានមត្តេយ្យសិក្សាដ៏រឹងមាំផ្នែកធនធានដែលជាពិសេសយើងមានផែនការយុទ្ធសាស្ត្រ5ឆ្នាំដ៏ច្បាស់លាស់នៅក្នុងការអភិវឌ្ឍសាលាជាចុងក្រោយនាងខ្ញុំសូមអរគុណអ្នកអាណាព្យាបាលមេដាបេដាសិស្សដែលបានផ្ដល់ទំនុកចិត្តដល់សាលាកុមារប៉ាស៊ីហ្វិកដែលជាកម្លាំងចិត្តដ៏សំខាន់ដើម្បីឲ្យយើងអភិវឌ្ឍខ្លួនទៅមុខឥតឈប់ឈរតាំងនាងឲ្យគណៈគ្រប់គ្រងសាលាកុមារប៉ាស៊ីហ្វិកទាំងអស់យើងខ្ញុំសូមបដិញ្ញាចិត្តថានឹងបន្តអភិវឌ្ឍស្តង់ដារគុណភាពអប់រំមត្តេយ្យសិក្សាកុមារប៉ាស៊ីហ្វិកឲ្យមានគុណភាពខ្ពស់ដើម្បីបន្តទទួលបានទំនុកចិត្តពីអ្នកអាណាព្យាបាលទាំងអស់